ស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយកឡើងពីបាដេកព្រោះទូរ៉ែឡើងភ្នែកសមួយពេល50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លាំងទៅហូបបាយដូចមិនប្រយ័ត្នថើខ្ចាយធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិនឲ្យសែនសណោអ្នកខ្លះឬទាំងកដោដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលជាប់នៅខ្លាំងទៅវាអាចហោបានយូរអង្វែងធ្វើស្រែមិនស្រួលចង់បានស្រូវវាពិបាកពេលព្រឹកទៅជួដូចពេលថ្ងៃរយស្អាតរសៀលទៅព្រោះស្អែកឡើងត្រឹមមកចាប់ហាថ្ងៃហាក្រៅខ្លួនឡើងខ្មៅដូចថ្មព្រោះអង្គគឺសំខាន់ដល់ការគ្រប់សម័យបើសិនមិនមានពេលសង្គ្រាមបានទេជ័យតែកសិករក៏មិនសូវបានកម្រៃចង់ឲ្យស្រូវឡើងតម្លៃដោយកាប់2008ខ្ញុំចេះតែគិតហើយនឹងគិតដល់ពេលដែលទៅសឹងសំខាន់គឺស្បៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសុំដល់គ្នាភ្នាក់រលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់គឺខ្ញុំផ្លូវតែឯងជីវិតគាត់កុំសោតហត់ណាលីស័យតែទទួលលទ្ធផលបាត់ការប្រឹងប្រែងគាត់គ្មានសំបីបាយមួយពេលអ្នកខ្លះហូបបាយខ្ចាយពេញកន្ទេលខ្លះហូបមិនអស់ចាស់ចូលទលេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយអូជួយខ្ញុំមានកម្លាំងកាយអូមិនថាអ្នកមានអ្នកក្រសិតត្រូវការក៏ដើម្បីដើរធ្វើជាបាយអូទោះជាស្ដេចក៏ត្រូវការបាយអូធ្វើសោះក៏គេត្រូវការបាយអូអាចធ្វើដំណើររត់លេងម៉ៃអូរៀបរាប់ពីប្រយោជន៍វេលាខ្ញុំរៀបរាប់ឲ្យគេដឹងថាថ្ងៃគឺជាបាយខ្ញុំជាអ្នកស្រែលើស្នេហ៍ដល់ត្រីអ្នកខ្លះគេសួរថាខ្ញុំខំធ្វើអីព្រោះតែលើខ្ញុំនេះក្រក្រេតែខ្ញុំខំវាសម្រុកថ្ងៃមុខអាចជាសេខៃ I'm a complain for me I me តាមមកជន់ឆាទាំងរោក្រឲ្យខ្លាចគេផ្ដាំមកជុំពុកមួយដែលបានតទេតែខ្ញុំមានសមត្ថភាពជំនាញដល់ cover play ដល់ឲ្យជុំមកចិត្តជួយគៀគ្រាន់តែឃើញផ្នែកអអ៊ូលអរៀគឺតែស្បែកជួយនាំគ្នាត្រោព្រាតពេលដែលឃើញខ្ញុំចូលវិឈឺក្បាលឡើងបិទកអៀគ្រាន់តែលឺ flow ចុះឡើងពួរបាបបិទវិឈឺចិត្តឈឺថ្លើមទីខ្ញុំចាប់គ្រាវនឹងកាទៀវព្រឹកឡើងខំអូខេតែបាត់ឃើញសានេះយកដូចអ៊ូតប៉ុន្តែខ្ញុំអ៊ូតមែនទៅវិញខ្ញុំស្រែប៉ុន្តែខ្ញុំរ៉េបអែមមាត់រៀងខលរអល់ដូចជាប្រេងមុខរៀងឌឺជាឯកអ្នកព្រៃវែងសងព្រេងនឹងភ្លេងនៅស្ទើរកុំចង់មកប្រជែងរៀបរាប់ដូចឆ្ងាយបន្តិចមែនតោះបងមកវិញដើមកំណើរងកមានស្រែមានស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយកឡើងពីបាដេកពោះទូរ៉ែកឡើងភ្នែកសមួយពេល50គីឡូដាក់លើកឲ្យតម្លៃអ្នកធ្វើស្រែផងអ្នកអើយក្របស្រូវនីមួយសិតតែបានមកពីកសិករខំប្រឹងធ្វើស្រែយ៉ាងលំបាកអញ្ចឹងហើយកុំមើលងាយពួកគាត់ពេកបើសិនជាគ្មានពួកគាត់ក៏យើងគ្មានបាយម្ហូបញ៉ាំរាល់ថ្ងៃនឹងដែរវ៉ាវម៉ាជម្រាបសួរលោកពូជួយមកជម្រាបសួរលោកពូជម្រាបសួរបានចូលរួមក្នុងការសម្ដែងលោកពូចៅដែលបានចូលរួមអូខេឥឡូវតេតតងជាមួយនៅបទចម្រៀងបទនេះតើហេតុអីបានជា JX នឹកឃើញលើកយកប្រធានបទស្រូវនេះយកមកបង្ហាញជូននៅក្នុងកម្មវិធី The Next Level Rap Star តាំងពីដើមមកខ្ញុំមិនដែលឃើញណាគេធ្វើបទបែបហ្នឹងហ៎បងតែខ្ញុំចង់មានអីថ្មី Yeah you did it man Yeah ចង់សួរទៅដល់ចំណាប់អារម្មណ៍របស់វីតូវិញថាហេតុអីបានចំណឹកឃើញឲ្យកូនក្របរបស់ខ្លួនលើកយកប្រធានបទហ្នឹងមកចាសសូមអញ្ជើញខ្ញុំចេញពីគ្រួសារដែលត្រូវការរបាយអំពេលដើម្បីទៅធ្វើការដើម្បីចិញ្ចឹមកាពះទៅមុខទៀតអញ្ចឹងរបស់ហ្នឹងបើសិនជាយើងប្រៀបធៀបជាមួយនឹងអ្នកដែលមានជីវភាពខ្ពស់គាត់គិតថាវាអត់សូវសំខាន់ជាមួយជីវិតរបស់គាត់មកតែសម្រាប់ពួកខ្ញុំអ្នកដែលអត់អ្នកដែលឃ្លានគឺវាមិនអាចយកមាសមកបដូរបានពេលដែលពួកខ្ញុំកំពុងតែឃ្លានគឺអត្ថន័យវាស្មើនឹងអាយុជីវិតវាស្មើនឹង motivation របស់យើងព្រោះរងថ្ងៃអ្នកណាក៏ដោយក៏ត្រូវការបាយមួយពេលដើម្បីបន្តជីវិតយើងទៅទៀតដែរដើម្បីបន្តក្តីសម័យរបស់យើងទៅទៀតដែរខ្ញុំក៏មិនអ្នកធូធាដែរដូចជែកបាននិយាយប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយការ perform របស់ JX ហ្មងព្រោះម៉ាក់ប៉ាខ្ញុំគាត់មិនដែលខ្ញុំអត់មានបាយញ៉ាំទេគាត់សុខចិត្តអត់ខ្លួនឯងមិនក៏ដោយគឺគិតពីកូនមុនអញ្ចឹងធ្វើឲ្យខ្ញុំដឹកដល់គុណពួកគាត់ហ
ហើយគាត់គឺជាមនុស្សដែលខ្ញុំមិនអាចបំភ្លេចបានសម្រាប់មួយជាតិនេះទោះយ៉ាងម៉េចក៏ដោយក៏ត្រូវសងគុណពួកគាត់ឲ្យគ្រប់ទាំងអស់មូលហេតុដែលខ្ញុំនឹកឃើញដល់ពួកគាត់គឺនៅពេលដែលជានិយាយពីគុំខ្ជះខ្ជាយសំបីបាយមួយគ្រាប់អង្គមួយគ្រាប់ដែលខ្ញុំ relate ដោយសារពេលខ្លះខ្ញុំຕົកបាយមួយសភានៅលើចានឬក៏កន្លះចានឬក៏អីចឹងទៅអញ្ចឹងក៏ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនមកវិញដែរខ្ញុំចាក់ចូលអារម្មណ៍ខ្ញុំដោយសារថាខ្ញុំចង់បានពាក្យនឹងមួយសម្រាប់កសិករខ្មែររបស់យើងកសិករខ្មែររបស់យើងត្រូវការតម្លៃស្រូវត្រូវការតម្លៃអង្ករឡើងថ្លៃពួកយើងត្រូវការតម្លៃឡើងថ្លៃបន្តទៀតមិនមែនតម្លៃប៉ុណ្្នឹងទេអានេះគឺជាអ្វីដែលខ្ញុំចង់និយាយចេញពីចិត្តដែរឲ្យតម្លៃអង្ករពីព្រោះកសិករតម្រាំតែបានមួយគ្រាប់គឺពួកគាត់ពិបាកឲ្យតម្លៃស្រូវតម្រាំបានមួយគ្រាប់គឺគាត់ពិបាកមិនមែនស្រួលទេអ្នកខ្លះអត់មានម៉ាស៊ីនច្រូតកាត់ទេធ្វើការអីគឺធ្វើខ្លួនឯងតាំងពីស្ទូងតាំងពីគ្រប់បែបយ៉ាងមកតាំងពីចំណុចទី1រហូតដល់បានផលអញ្ចឹង JX និយាយសម្រាប់ប្រជាជនខ្មែរយើងមក stand សម្រាប់ប្រជាជនខ្មែរយើងដែលគាត់ធ្វើស្រែធ្វើស្រូវតម្រាំឲ្យយើងបានហូបចំអែតកាពះគ្រប់គ្នានេះគឺជាចំណុចជាសារដ៏ធំមួយដែលខ្ញុំមើលឃើញ JX next level មិនមែនមនុស្សធម្មតាដែលឈរនៅនេះហើយ melody ដែល JX យកមកប្រើ pro ដែល JX យកមកប្រើគឺចាក់ដោតមែនទេដែលខ្ញុំអត់អាចទប់អារម្មណ៍ខ្លួនឯងបានទេខ្ញុំសប្បាយចិត្តដែលមានមនុស្សម្នាក់អាចនិយាយជំនួសខ្ញុំដែល topic នេះក៏ខ្ញុំធ្លាប់គិតដែរប៉ុន្តែមិនបាច់ខ្ញុំទេខ្ញុំចង់លើចេញពី JX អរគុណបងសួស្ដីបងសម្រាប់ JX មនុស្សនេះអៀនទេតែដល់ពេល perform ឃើញថាគាត់ច្បាស់លាស់របស់គាត់គឺគាត់អត់ lost focus ទាំងអស់គឺគាត់ perform គឺគាត់ដឹងតែថាគាត់ perform សូម្បីតែទឹកមុខអនឯងមិញក៏ណៃធ្វើឲ្យបងព្រឺក្បាលលើគ្នាដែលថាពីមនុស្សម្នាក់ដែលថាអៀនតែដល់ពេលដែល perform ពី concept មួយទោះបីសុបាយទោះបីកាចទោះបី set មិនក៏ដោយអូនឯងទៅបានទាំងអស់អញ្ចឹងវាធ្វើឲ្យបង surprise ដូចគ្នាពីក្មេងម្នាក់ដែលឡើងវា audition ពាក់បជើងផ្ទាត់មើលទៅដូច steel យល់ហើយក្មេង steel ប៉ុន្តែអូនឯង surprise បងពីមួយវគ្គទៅមួយវគ្គហើយ tone សលេងអូនឯងបកកែរើស melody មែនតើ tone សលេងអូនឯងមួយ melody ជាមួយនឹងបទចម្រៀងជាមួយភ្លេងមិញក៏បងស្រឡាញ់ដែរគឺអូនឯងរើសមកគឺវាធ្វើឲ្យបងចង់ស្ដាប់ហើយចង់ស្ដាប់ទៀតហើយតាក់ទងមួយ performance ដូចជាអត់មានចំណុចខ្វះខាតអីច្រើនទេវាមានតិចតួចដែរធម្មតាយើងមិនល្អខ្ចោះអីទេប៉ុន្តែវានៅតែទាក់អារម្មណ៍បងបានធ្វើឲ្យបងសប្បាយចិត្តធ្វើឲ្យបងព្រឺក្បាល emotional ជាមួយអូនឯងគ្រប់ពាក្យដែលអូនឯងនិយាយអូនឯងនិយាយថាសុបបីស្ដាច់ក៏ត្រូវការអង្គចេញទៅធ្វើសឹកក៏ត្រូវការអង្គមនុស្សណាក៏ត្រូវការអង្គអញ្ចឹងអាពាក្យប្រហែលម៉ាត់អូនឯងនិយាយមួយម៉ាត់ហ្នឹងវា hit បងដូចគ្នាហើយបងមានទេបងជឿថាវ៉ាន់ដាបងក្តឹបទាំងអស់គ្នាមានអារម្មណ៍ថាមានមោទនភាពចំពោះអូនឯងខ្លាំងមែនទែនហើយសង្ឃឹមថាវគ្គក្រោយទៀតបើសិនជាជាប់នឹងលយជាងនឹងទៀតជា JX មួយដែលទៅ next level មួយទៀតសូមហៅ idol មួយអរគុណបងសូមហៅ idol មួយមានអារម្មណ៍ថាអូនឯងទៅជា favorite rap star បងសូមចាប់ដៃមួយបានចាប់ដៃស្ដាំប៉ះដៃស្ដាំអូស្តៀងគ្នាទៅអរគុណ idol គុំបងលោកគេហៅ idol ហ៎ណែ JX លយមែនតើបាទបងសម្រាប់បងចង់បន្ថែមបន្តិចសម្រាប់រូបអារម្មណ៍នៅក្នុងការនិពន្ធបទចម្រៀងឬក៏ feeling នៅក្នុងតន្ត្រីពីដើមមានបែបលួងលោមបែបបំពេបែបថ្នាក់ថ្នមហើយបទភ្លេងរបស់អនឯងមិញគឺចេញមកបែបបំពេហើយអនឯងប្រើ melody បែបលួងលោមបន្ទាប់មករៀបរាប់ហើយប្រាប់ពីគោលបំណងពីគោលដៅរបស់ខ្លួនឯងអញ្ចឹងវាមានភាពផ្អែមភាពសតុនភាពលួងលោមទៅកាន់អ្នកស្ដាប់វាយផងអង្អែផងតែអត់មានពាក្យឲ្យគេឈឺគ្រាន់តែមានពាក្យឲ្យចាក់ដោតនៅក្នុងអារម្មណ៍ឲ្យគិតម្ដងទៀតឡើងវិញធ្វើឲ្យមនុស្សគិតដោយមិនអាចខឹងបានមិនអាចប្រកាន់នរណាបានបើនៅក្នុងរូបអារម្មណ៍នេះជាភាសាកណីកវីអរគុណចាអរគុណច្រើនឥឡូវនេះអ្នកខ្ញុំក៏ចង់សួរទៅ JX វិញថាអូនធ្លាប់ធ្វើស្រូវទេធ្លាប់បោកស្រូវដូចការសម្ដែងមុននឹងអត់ធ្លាប់បងកាលពីនៅមួយយាយតាខ្ញុំអត់ដែរបោកទេបងតែខ្ញុំជន់ព្រោះយាយខ្ញុំគាត់ជន់អញ្ចឹងខ្ញុំជន់តាមគាត់ហើយសួរគាត់ច្រើនមែនតើធ្វើបត់ហ្នឹងបងខ្ញុំសួរគាត់រឿងស្រូវឆ្នាំណាឡើងថ្លៃជាងគេអូ
អញ្ចឹងហើយបានជាអូននិយាយនៅក្នុងបទចម្រៀងមិញថាឆ្នាំ2008 បាទបង អញ្ចឹងបានន័យថាប្រូនេះគឺបានមកពីតាយាយដែរគាត់បានប្រាប់ បាទក៏ប្រាប់ថាឆ្នាំហ្នឹងស្រូវថ្លៃបំផុតបង អូយចាអញ្ចឹងឥឡូវនេះគឺចង់ shout out ទៅលោកតាលោកយាយហោពីព្រោះថាបទចម្រៀងនេះគឺមិនមែន JH ហើយនឹងលោកគ្រូធ្វើទៅក៏មានការចូលរួមពីលោកតាលោកយាយផងដែរអញ្ចឹងឥឡូវនេះគឺអូនចង់និយាយអីទៅកាន់លោកតាលោកយាយអត់ហើយមើលទៅកាមេរ៉ាទៅដូចយើងកំពុងតែនិយាយផ្ទាល់ទៅគាត់អញ្ចឹងចាសូមអញ្ជើញ ខ្ញុំចង់អរគុណទៅតាហើយយាយខ្ញុំដែលគាត់បានប្រាប់ខ្ញុំរឿងជាច្រើននឹងការធ្វើស្រែនឹងអីល្អហើយគាត់បានព្រាងបដៅរបស់ខ្ញុំហើយខ្ញុំចងចាំអត់ភ្លេចទេហើយខ្ញុំក៏បានបញ្ចេញវានៅលើឆាកមួយនេះឲ្យគេបានឃើញរាល់គ្នាទៀតអរគុណ អរគុណមែនតើហើយឥឡូវសូមផ្លាស់ទៅអា clear មួយដែលណៃបាននិយាយភ្ជាប់ជាមួយនឹងគេយករឿងអណៃពាក់បិជើងផ្ទាត់ឡើងឆាហ្នឹងមិនក៏ឆ្លិចចូលក្នុងវត្តចម្រៀងហ្នឹងដែរអាកន្លែងហ្នឹងវាមកខ្វាច់មកផ្លែតហ្នឹងទៅវាទៅផុតប្រូហ្នឹងបាត់លេងបកវិញអញ្ចឹងបងចង់អាណៃជាអាកន្លែងហ្នឹងទីមកអាណៃចង់និយាយមិនអាកន្លែងបិជើងផ្ទាត់គេនាំគ្នាយកទៅធ្វើត្រូលមិនអីចឹងអាកន្លែងប្រូហ្នឹង កន្លែងហ្នឹងគឺខ្ញុំចង់ថាឲ្យអ្នកធ្លាប់កាលមុនហ្នឹងខ្ញុំមានក្តីសម័យជាអ្នកចម្រៀងអញ្ចឹងហ៎បង បាទ អញ្ចឹងទៅខ្ញុំអត់មានអីគ្រប់គ្រាន់ទេគាត់ឃើញរូបរាងខ្ញុំគាត់ថាស្អីស្លៀកបិជើងផ្ទាត់ហ្នឹងចង់ធ្វើតារាដល់ពេលខ្ញុំក៏យកពាក្យហ្នឹងទៅឌឺគាត់វិញបងតែថាគាត់តែឃើញបិជើងផ្ទាត់គេយកខ្ញុំទៅត្រូលអញ្ចឹងហ៎បង